ក្រុមការងារថ្នាក់យុវជនកម្ពុជានាំយកអំណោយរបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតចែកជូនប្រជាពលរដ្ឋខ្វះខាត3គ្រួសារនៅខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃអាទិត្យទី19ខែកក្កដាឆ្នាំ2026ក្រុមការងារថ្នាក់យុវជនកម្ពុជាប្រចាំសាខាខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកលីម៉ាត់ប្រធានប្រតិបត្តិសាខាខេត្តតំណាងឯកឧត្តមទូនសុខុននិងលោកម៉ៅផល្លាប្រធានក្រុមការងារថ្នាក់យុវជនកម្ពុជាថ្នាក់កណ្ដាលក្រោមការណែនាំរបស់ឯកឧត្តមផេងកឹមស្រុននិងលោកអរុនរាវីបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងសហការីនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតបច្ចិនមនីហ៊ុនម៉ាណែតចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន3គ្រួសារនៅភូមិពានីឃុំពានីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងគ្រួសារទទួលអំណោយទាំង3រួមមានលោកយាយឈុនសំអាយុ69ឆ្នាំលោកយាយកែខុនអាយុ68ឆ្នាំនិងលោកយាយច័ន្ទសឿនអាយុ66ឆ្នាំដែលសុទ្ធសឹងជាចាស់ជរាមានជីវភាពខ្វះខាតនិងខ្វះទីពឹងអំណោយដែលបានផ្ដល់ជូនក្នុងមួយគ្រួសាររួមមានអង្ករ2បេមី1កេសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរប៊ីចេង1ថង់អំបិល1គីឡូក្រាមស្ករស1គីឡូក្រាមនិងថវិកាចំនួន20000រៀលពិធីនេះក៏មានការចូលរួមពីលោកហៀងលៀងហុងលោកសេតសាក់លោកស្រីសុសលីម៉ាព្រមទាំងសមាជិកាជាច្រើនរូបនិងអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោកស្រីទេពយ៉ារ៉េនតំណាងរដ្ឋបាលឃុំពានីនិងលោកមេភូមិក្នុងឱកាសនោះលោកលីម៉ាត់បានពំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ចិនមនីហ៊ុនម៉ាណែតជូនដល់ប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋាននិងក្រុមការងារទាំងអស់ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាមួយគ្នានេះលោកក៏បានបញ្ជាក់ពីការបដិញ្ញាចិត្តរបស់ក្រុមការងារថ្នាក់យុវជនកម្ពុជាប្រចាំសាខាខេត្តកំពង់ឆ្នាំងក្នុងការបន្តគាំទ្រការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដើម្បីបន្តអភិវឌ្ឍប្រទេសជាតិនិងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងឱកាសបញ្ចប់កម្មវិធីលោកលីម៉ាត់បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់អាជ្ញាធរមូលដ្ឋាននិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ចិនមនីហ៊ុនម៉ាណែតសូមប្រកបដោយសុខភាពល្អកម្លាំងមាំមួនសុភមង្គលនិងជោគជ័យក្នុងការបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន